ក្មេងប្រុសនឹងឆ្កែមួយក្បាលត្រូវបានជាប់នៅលើកោះដាច់ស្រយាលមួយទីបំផុតក្រុមសង្គ្រោះបានមកដល់ហើយមើលឃើញនៅក្តីសង្ឃឹមប៉ុន្តែបេសកកម្មរបស់ក្រុមសង្គ្រោះគឺច្បាស់លាស់ណាស់គឺយកតែមនុស្សមិនយកឆ្កែឡើយពួកគេគ្មានបំណងនាំយកឆ្កែឡើងលើទូកតតែសោះសិតឆ្កែបានដឹងខ្លួនវាបានខំជើងខោរបស់អ្នកសង្គ្រោះយ៉ាងជាប់វាព្យាយាមយ៉ាងខ្លាំងដើម្បីទៅជាមួយដែរនៅវិនាទីបន្ទាប់វាត្រូវបានគេទាត់ចេញវាបាននៅក្បែរក្មេងប្រុសទាំងយប់ទាំងថ្ងៃប៉ុន្តែដល់ពេលចុងក្រោយវានៅតែត្រូវបានគេបោះបង់ចោលយ៉ាងអស់សង្ឃឹមបែហ្គីបានលោតចុះពីលើច្រាំងថ្មចោលធ្លាក់ចូលទៅក្នុងសមុទ្រមួយសន្ទុះក្រោយមកជុំវិញខ្លួនក៏ប្រែជាស្ងប់ស្ងាត់ប៉ុន្តែនៅវិនាទីបន្ទាប់វាហាក់ដូចជាបានឮសំឡេងហៃរបស់ក្មេងប្រុសក៏បានអន្តែតឡើងលើផ្ទៃទឹកវិញយ៉ាងអស្ចារ្យប៉ុន្តែភ្លាមនោះរលកយក្សមួយបានបោកបក់មកលើក្បាលរបស់គេហើយបានទាញគេចូលទៅក្នុងសមុទ្រជ្រៅម្ដងនៅលើភូមិយន្តហោះក្មេងប្រុសនោះបានអង្វរក្រុមសង្គ្រោះឲ្យជួយបាឌីប៉ុន្តែសម្រាប់ពួកគេវាក៏គ្រាន់តែជាសត្វចិញ្ចឹមមួយក្បាលគ្មាននរណាម្នាក់ចង់ប្រថុយជីវិតដើម្បីវាឡើយបាឌីបានអូសរាងកាយដែលរងរបួសរបស់វាដោយពឹងផ្អែកលើចន្ទៈដ៏មោះមុតព្យាយាមហែកឆ្លងកាត់រលកសមុទ្រជាច្រើនទីបំផុតក៏បានមកដល់ច្រាំងវាមិនខ្វល់ពីការជិះចាប់ឡើយរឿងដំបូងដែលវាធ្វើគឺស្វែងរកក្មេងប្រុសនោះប៉ុន្តែនៅពេលវាបែរក្រោយវាឃើញតែយន្តហោះសង្គ្រោះកំពុងហោះទៅឆ្ងាយបន្តិចម្ដងបាឌីបានអូសជើងដែលរបួសរបស់វាឈរនៅលើផ្ទាំងថ្មសម្លឹងមើលទៅលើមេឃដោយអស់សង្ឃឹមវាឆ្ងល់ថាតើវាបានធ្វើអ្វីខុសឲ្យប្រាកដមែនហេតុអ្វីបានជាវាត្រូវបានគេបោះបង់ចោលវាបានអន់ក្បាលចុះហើយឈរនៅទីនោះតែម្នាក់ឯងពងវែងវង្វាន់មិនដឹងធ្វើអ្វីមិនដឹងថាត្រូវទៅទីណាចំណែកអែមខាងទៀតទីបំផុតក្មេងប្រុសនោះបានត្រឡប់ទៅរកគ្រួសារវិញហើយក្រុមគ្រួសារមានក្តីរំភើបយ៉ាងខ្លាំងចំពោះការត្រឡប់មកវិញដោយសុវត្ថិភាពរបស់គេប៉ុន្តែក្នុងចិត្តរបស់គេមានអារម្មណ៍ថាឯកោគឺពោពេញទៅដោយស្រមោលរបស់បាឌីនៅតែជាប់នៅលើកោះនោះឪពុកបាននាំគេទៅដើរលេងនៅមាត់សមុទ្ររាល់ថ្ងៃដោយសង្ឃឹមថាខ្យល់សមុទ្រអាចជួយបំបត្តិទុក្ខសោករបស់គេបានម្ដាយបានបោះពុម្ពខិតបានជាច្រើនសន្លឹកបន់ស្រន់ឲ្យមានអភូតហេតុកើតឡើងប៉ុន្តែជាច្រើនខែបានកន្លងផុតទៅបាឌីនៅតែមិនទាន់ត្រឡប់មកផ្ទះវិញក្មេងប្រុសនោះនៅតែមិនអាចបំភ្លេចគេបានរាល់ថ្ងៃគេតែងតែឈរនៅលើរានហាលហើយផ្លុំកញ្ចែទាំងនោះកាលពីមុនឲ្យតែសម្លេងកញ្ចែបាឌីនឹងរត់មកភ្លាមទោះបីជាគេផ្លុំខ្លាំងប៉ុណ្ណាក៏ដោយរងចាំយូរប៉ុណ្ណាក៏បាឌីមិនលេចមុខមកដែររហូតដល់ថ្ងៃមួយគាត់បានដាក់កញ្ចែចចុះដោយការខកចិត្តស្រាប់តែគាត់ចាប់អារម្មណ៍ឃើញនៅចុងវាលស្មៅមានស្រមោលមួយកំពុងខិតមកជិតយឺតក្មេងប្រុសនោះបានស្រឡាំងកាំងបេះដូងលោតញាប់ដូចស្គរតើពិតជាវាមែនទេនៅពេលដែលគាត់មើលឃើញច្បាស់ថាគឺជាបាឌីគាត់ក៏ស្ទុះចុះពីលើជណ្ដើរភ្លាមហើយរត់កាត់ទីធ្លាបាឌីឃើញក្មេងប្រុសនោះរត់មករកខ្លួនប៉ុន្តែវាមិនបានស្ទុះទៅរកឡើយទៅវិញវាបានឈរនៅស្ងៀមមួយកន្លែងដោយក្តីអារម្មណ៍ស្ទាក់ស្ទើរនឹងសាកល្បងវាខ្លាចថាខ្លួនលែងត្រូវបានគេត្រូវការនៅទីនេះទៀតហើយប៉ុន្តែអ្វីដែលទទួលវាគឺជាការអប់ដែលរងចាំយ៉ាងយូរក្មេងប្រុសនោះបានអប់វាជាប់យ៉ាងណែនហើយបានផ្អឹបមុខទៅនឹងរោមរបស់វារួចយំចេញមកពេលនោះទើបបាឌីលែងមានការព្រួយបារម្ភអ្វីទាំងអស់ហើយគ្រោះវាកន្ទុយយ៉ាងខ្លាំងលិតមុខក្មេងប្រុសដោយក្តីត្រេកអរនៃការជួបគ្នាឡើងវិញក្រោយបែកគ្នាជាយូរគ្មាននរណាម្នាក់ដឹងឡើយថាតើអេឌីត្រូវឆ្លងកាត់ការលំបាកប៉ុណ្ណាទម្រាំរកភ្លើងមកផ្ទះវិញឃើញប៉ុន្តែភាពស្មោះត្រង់របស់វាពេលអស់សង្ឃឹមភាពរឹងមាំក្នុងគ្រោះថ្នាក់ភាពស្រងាកចិត្តនៅពេលត្រូវបានគេបោះបង់ចោលការស្ទាបស្ទង់ដោយប្រុងប្រយ័ត្ននៅពេលជួបគ្នាវិញទាំងអស់នេះគ្រាន់តែដើម្បីបញ្ជាក់ពីការពិតមួយថាឆ្កែគឺជាមិត្តដ៏ស្មោះត្រង់បំផុតរបស់មនុស្សជាតិ Quail of ក្រសោបរាល់គ្រប់របៀបរស់នៅ